អូនជានារីខ្មាច់ក្រៅឯបងជាយុវជនដែនដីកណ្ដាលមិននឹកស្មានសោះថាកម្ពុជាក្រៅមានបុប្ផាស្រស់ស្អាតលាក់ខ្លួនពួនក្នុងស្រទាប់ធម្មជាតិដ៏ស្ងប់ស្ងាត់បែបនេះសោះដំបូងបងស្មានថាកម្ពុជាក្រៅមានតែប្រជាជនជួនរស់នៅទេមិននឹកស្មានថាមានខ្មាច់ក្រៅរាប់លានអ្នករស់នៅសោះបើអូនមិនយល់ទោះទេតើអូនអាចរៀបរាប់ប្រវត្តិសង្ខេបខេត្តខ្មែរនៅកម្ពុជាក្រៅតើមានប៉ុន្មានហើយឈ្មោះអ្វីខ្លះសូមអូនរៀបរាប់ឈ្មោះខេត្តខ្មែរប្រែជាជួនឲ្យបងស្ដាប់ផងបានទេគួរឲ្យសោកស្ដាយណាស់ដែលខ្មែរក្រៅរាប់លានរងទុក្ខក្រោមសម្ពាធរាប់សតវត្សទៅហើយគ្មានជាតិសាសន៍ណាដឹងលឺតរតែសោះសូម្បីតែខ្មែរដូចគ្នាតែមិនអីទេអូននឹងរៀបរាប់ឈ្មោះខេត្តក្រុងនិងកោះទាំង24ដែលចៅយួនបានប្លន់យកជំរាបបោះឲ្យអស់សង្ស័យដើម្បីទុកជាចំណុចដៃប្រវត្តិសាស្ត្រជូនបងក្នុងពេលនេះតែម្ដងចឹងស្រស់តងបងត្រាប់បងផងបានទេថាកម្ពុជាក្រៅមានខេត្តពុំមកមានឈ្មោះអ្វីខ្លាំងណាកាយកលយ៉ាងអាចប្រាប់បានប្រាប់ឈ្មោះខ្មែរប្រែយួនផងយួនហៅ
គ្នាចូលជ្រួងវាយកបងផាន់រសិនចលសាសម្រាប់មរឹកគីបាំងសៃបាំងសាខំស្រែកខ្ញៀវខ្ញាកងរំបងប្រៃហាំងដូចរូបខ្ញុំស្រង់ទឹកនេត្រានាំគ្នាចូលជ្រួងវាយកបងផាន់រសិនចលសាសម្រាប់មរឹកគីបាំងសៃបាំងសាខំស្រែកខ្ញៀវខ្ញាកងរំបងប្រៃរូបខ្ញុំស្រង់ទឹកនេត្រាស្រនំដូនតាធ្លាប់មានឈ្មោះល្បីលោកបានលាចាកផុតពីលោកីបន្សល់ស្នាដៃនៅលើបានលាលោកក៏ដោយគេឈ្មោះទុកឲ្យកូនខ្មែរប្រុសស្រីសុទ្ធតែគេឈ្មោះឧត្តមមានន័យទុកឲ្យផ្ទាល់ដៃនៅលើខ
បំពង់សែងភាពពិតជាងស្ដែងទុំលៀងជលសាខ្មែរត្រយំដួងចិត្តក្លោបសាស្រណងត្រៃណាកុលបុតខ្លានសំដាច់ជួនណាតតែងក្បួនដំរើទុកជូនខែមរើសិក្សាគ្រប់ប្រានសាងគុណបំរើម៉ែអើយកានជាតិសាំងខ្សែមសានគង់មានអំណាចលោកតាហែមជីវសែនស្រណងក្រៃលោកបានសិនខ្សែគុកកងត្រឡាចក្រុមងុយបណ្ឌិតមានរិទ្ធអំណាចបរិយាយមិនខ្លាចដាំងបុតកលយានថាត្រូវធ្វើល្អកុំពីសាមាននាំអើយអន់ប្រានជាតិសាសអាស្រូវវីរភាពក្លាហានលងលូអីលើទូព្រាត់កាយទៅប្រលឹងថាត់នៅស្នាមដិតក្រឡើយជូនដល់ជាតិសំដាច់ជួនណាតតែងក្បួនដំរើទុកជូនខែមរើសិក្សាគ្រប់ប្រានសាងគុណបំរើខ្មែរអើយកានជាតិសាំងខ្សែមសានគង់មានអំណាចលោកតាហែមជីវសែនស្រណងក្រៃ